បាទជំរាបសួរសារជាថ្មីទៅកាន់ពុកម៉ែបងប្អូនបាទក៏សួស្ដីបាទពុកម៉ែបងប្អូនទូទាំង25រាជធានីខេត្តបាទអធិជនចាស់អធិជនថ្មីបាទថ្ងៃនេះបាទចង់បង្ហាញនិងចែកជូនដល់ពុកម៉ែបងប្អូនយើងដែលមានតម្រូវការពិតប្រាកដបាទក៏ដូចជាកំពុងតែស្វែងរកនៅប្រភេទរថយន្តបាទទូចងាយស្រួលបត់បែនសន្សំសំចៃខ្ពស់ការចំណាយបង់ពន្ធប្រចាំឆ្នាំទៀតបាទចឹងយើងមាន4គ្រឿងពុកម៉ែបងប្អូននៅខាងមុខនេះបាទគឺជាប្រភេទរថយន្តដែលយើងបានរៀបចំរួចរាល់ទុកជូនពុកម៉ែបងប្អូនបាទគឺយើងមានបានការរៀបចំទៅលើបាទការបោកពូកលាងម៉ាស៊ីនបាទការបដូរប្រេងម៉ាស៊ីនប្រេងប្រអប់លេខបាទអញ្ចឹងពុកម៉ែបងប្អូនមកមើលស្រឡាញ់ពេញចិត្តដឹងតែដកយកទៅប្រើប្រាស់តែម្ដងបាទអញ្ចឹងកុំឲ្យខាតពេលពុកម៉ែបងប្អូនយូរខ្ញុំសូមធ្វើការបង្ហាញបាទខ្លីខ្លឹមសម្រាប់រថយន្តមួយគ្រឿងបាទចែកជូនពុកម៉ែបងប្អូនយើងស្ដាប់ក៏ដូចជាមើលផងដែរបាទអញ្ចឹងចាប់ផ្ដើមពីបាទគីរ៉េពណ៌ក្រហមមួយគ្រឿងនេះបាទអញ្ចឹងជាប្រភេទឡានឆ្នាំ013បាទបង់ពន្ធផ្លូវតែ80000រៀលទេពុកម៉ែបងប្អូនណាបាទស្លាកលេខក្បាល2ប៊ីសិតបាទស្លាកលេខខ្ពស់បាទ2អក្សរពុកម៉ែបងប្អូនហើយអាមួយគ្រឿងនេះបាទជាប្រភេទរថយន្តបាទអាឡឺម៉ង់បាទឆ្នាំ016គេហៅថា Volkswagen បាទបង់ពន្ធផ្លូវ150,000រៀលពុកម៉ែបងប្អូនស្លាកលេខបាន2 AR 2អក្សរដូចគ្នាដែរពុកម៉ែបងប្អូនណាឡានក្រហមបាទគឺពេញនិយមប្រើប្រាស់សម្រាប់ពុកម៉ែបងប្អូនដែលស្រឡាញ់បាទពណ៌ក្រហមពុកម៉ែបងប្អូនណាហើយមួយគ្រឿងនេះវិញគឺជាប្រភេទ Toyota Vitz បាទឆ្នាំ012បាទឆ្នាំ012បង់ពន្ធផ្លូវ80000រៀលស្លាកលេខក្បាល 2BR បាទពណ៌ប្រផេះពុកម៉ែបងប្អូនស្អាតមែនទែនបាទស្អាតបាទហើយមួយគ្រឿងនេះគឺជាប្រភេទបាទគៀ Soloto បាទឆ្នាំ020បង់ពន្ធផ្លូវ150,000រៀលបាទស្លាកលេខក៏ខ្ពស់ដែរក្បាល 2BG ពុកម៉ែបងប្អូនណាអញ្ចឹងសម្រាប់លក្ខខណ្ឌឡាន4គ្រឿងនេះគឺមានការធានាថាឡានគឺអត់បុកអត់ប៉ះអត់កាត់តកលាប់ស្ងោបដោពណ៌ទេពុកម៉ែបងប្អូនបាទគឺធានាជូននៅឡានស្អាតឡានមូលមានឯកសារគ្រប់គ្រាន់សម្រាប់ពុកម៉ែបងប្អូនយកទៅប្រើប្រាស់បាទជារួមឡានទាំង4គ្រឿងនេះគឺជាប្រភេទឡានដែលសន្សំសំចៃបង់ផ្លូវពន្ធផ្លូវតិចងាយស្រួលនឹងការបត់បែនក្នុងការបើកបររបស់ពុកម៉ែបងប្អូនអញ្ចឹងរុះរាន់ឡើងពុកម៉ែបងប្អូនអាចអញ្ជើញមកមើលទីតាំងផ្ទាល់បាននៅរាជធានីភ្នំពេញបាទចិត្តរវងមូសាដើមថ្កូវលើផ្លូវ430កែនឹងផ្លូវ500តែងលុយសុទ្ធក៏បានបងរំលោះជាមួយនឹងក្រុមការងារជំនាញយើងក្នុងការជួយរៀបចំឯកសារនិងប្រឹក្សាបងរំលោះជួយពុកម៉ែបងប្អូនឲ្យបានជាប់នៅរថយន្តក្តីស្រមៃចូលផ្ទះពិតប្រាកដបាទអញ្ចឹងសារជាថ្មីអរគុណសម្រាប់ពុកម៉ែបងប្អូនដែលតែងតែចូលរួមគាំទ្រក៏ដូចជាចែករំលែកគ្រប់វីដេអូដែលបានផុសក្នុងការជួយរៀបចំឯកសារនិងប្រឹក្សាបងរំលោះជូនពុកម៉ែបងប្អូនបាទឲ្យបានជាប់ដកយករថយន្តក្តីស្រមៃចូលផ្ទះពិតប្រាកដបាទអរគុណសារជាថ្មីនិងសូមជម្រាបលា